សួស្តីអ្នកទាំងអស់គ្នាជួបជាមួយ admin ម្ដងទៀតហើយដោយក្នុងថ្ងៃនេះដែរ admin មានសាច់រឿងមួយចង់មកចែករំលែកឲ្យបងប្អូនបានស្ដាប់កំសាន្តដោយ admin មានសាច់រឿងមួយដែលមានចំណងជើងថាស្រមោលពាក់កណ្ដាលអាធ្រាត្រនៅផ្ទះសំណាក់ចាស់នាឡិកានៅលើផ្ទៃតាប្លូឡានបានបង្ហាញម៉ោង 11:45 នាទីយប់ភ្លៀងរលឹមច្រិចលាយឡំទៅនឹងអាប់ក្រាស់បានធ្វើឲ្យផ្លូវលំឆ្ពោះទៅកាន់ខេត្តដាច់ស្រយាលមួយមើលមិនចង់ឃើញពិសិដ្ឋនិងវណ្ណាដែលជាមិត្តភ័ក្តិរួមការងារបានបើកឡានវង្វេងផ្លូវរាប់ម៉ោងមកហើយម៉ាស៊ីនត្រជាក់ក្នុងឡានហាក់បីដូចជាត្រជាក់ខុសធម្មតារហូតធ្វើឲ្យពួកគេព្រឹកក្បាលខ្ញាក់ពិសិដ្ឋឈប់ឡានសិនឡើងទាំងក្តីសង្ឃឹមដោយចង្អុលទៅអគារឈើពីរជាន់ចាស់បុរាណមួយដែលលាក់ខ្លួននៅក្រោមដើមជ្រៃធំស្លាកយីហោដែលជ្រះចាប់រយះយោទៅតាមខ្យល់បន្លឺសំឡេងក្រៀតធ្វើឲ្យពួកគេព្រឺសម្បុរពួកគេទាំងពីរសម្រេចចិត្តចូលទៅស្នាក់នៅទីនោះតែម្ដងនៅខាងក្នុងភ្លើងអំពូលពណ៌លឿងទុំភ្លឺផ្លែតហាក់ដូចជាចិត្តដាច់នៅតុបដិសណ្ឋារកិច្ចមានលោកយាយចាស់ម្នាក់អង្គុយអោនមុខចុះសក់ស្កូវរញីរញ័រយាយពិសិដ្ឋនិងវណ្ណាបាននិយាយទៅកាន់លោកយាយម្នាក់ថាយាយសូមបន្ទប់ក្រែ2បន្ទប់ណាដែលស្ងាត់ល្អពិសិដ្ឋនិយាយលោកយាយនោះមិនងើបមុខមើលចំទេគាត់គ្រាន់តែហុចសល់ដែកចាស់មួយដែលមានលេខ303ឲ្យទៅពួកគេដោយពោលពាក្យមកគ្រាយ៉ាងងងឹតស្លុបយប់ឡើងប្រសិនបើចៅទាំងពីរបានឮសំឡេងអ្វីកុំបើកភ្នែកហើយកុំឆ្លើយតបឲ្យសោះវណ្ណានិងពិសិដ្ឋសោយមុខចិត្តគិតថាលោកយាយគ្រាន់តែចង់លេងសើចឲ្យបំភ័យពួកគេនៅវេលាម៉ោង 12 កន្លះនៅវេលាម៉ោង 12:30 នាទីរំលងអាទិត្យមានសំឡេងគោះជញ្ជាំងមួយបន្ទប់លេខ303មានក្លិនផ្អុំអាប់អួរដូចជាបន្ទប់ដែលបិទចោលរាប់ឆ្នាំមានក្រែចាស់ពីរនិងបង្អួចកញ្ចាស់មួយដែលមើលទៅឃើញតែមែកជ្រៃយោចុះឡើងដោយសារតែពួកគេហត់នឿយពេកពួកគេទាំងពីរក៏រៀបចំខ្លួនគេងភ្លាមបន្ទាប់ពីបិទភ្លើងងងឹតស្លុបសំឡេងដំណក់ទឹកភ្លៀងលាក់លើដំបូលស័ង្កសីលាន់តក់ដែលសំឡេងនេះបានបង្កើតបរិយាកាសដ៏ស្ងប់ស្ងាត់ធ្វើឲ្យពួកគេងាយនឹងគេងលក់ស្រាប់តែពេលមួយមានសំឡេងមួយដែលបានពិសិដ្ឋភ្ញាក់ព្រឺតគាត់បើកភ្នែកងឹតសូនឈឹងសំឡេងនោះដូចជាមាននរណាម្នាក់យកក្រចកដៃវែងមកកោសជញ្ជាំងយឺតវណ្ណាឯងធ្វើអីនឹងពិសិដ្ឋខ្សឹបសួរទាំងភ័យគ្មានសំឡេងឆ្លើយតបមានតែសំឡេងដកដង្ហើមធំរបស់វណ្ណាដែលគេងលក់លីលងនៅលើក្រែតែម្នាក់ឯងសំឡេងខ្វាយក៏បន្តឡើងទៀតម្ដងទៀតសំឡេងខ្វាយក៏បានបន្តឡើងម្ដងទៀតសំឡេងនោះកាន់តែខិតមកចិត្តវាមិនមែនចេញពីជញ្ជាំងទេប៉ុន្តែវាចេញពីក្រោមក្រែរបស់ពិសិដ្ឋផ្ទាល់តែម្ដងពិសិដ្ឋពិតភ័យបែកញើសចូលខ្លួនគាត់ទាញភួយមកដណ្ដប់ចិត្តក្បាលមិនហ៊ានទាំងដកដង្ហើមខ្លាំងភ្លាមនោះស្រាប់តែមានខ្យល់ត្រជាក់ស្រេបមួយបក់កាត់ភួយចូលមកប៉ះនឹងកញ្ចឹងករបស់គាត់ទាំងដែលបង្អួចបិទចិត្តនៅវេលាម៉ោង 1:15 នាទីរំលងអាទិត្យស
ថាគាមួយនេះបានបិទមិនព្រមបានបិទមិនទទួលភ្ញៀវផ្សេងទៀតនោះទេសំឡេងដើរបានបន្លឺឡើងតុបសំឡេងជើងមនុស្សដើរជឿតនៅលើពីដានខាងលើប៉ុន្តែអ្វីដែលធ្វើឲ្យពិសិដ្ឋស្ទើរតែការបេះដូងនោះគឺសំឡេងជើងនោះសឹកតែបដូរមកដើរនៅលើជញ្ជាំងរួចចុះមកដើរនៅលើឥដ្ឋការ៉ូក្នុងបន្ទប់ពួកគេសំឡេងដើរបន្ទាប់សំឡេងជើងសាមជោគដើរមកឈប់នៅចន្លោះកណ្ដាលក្រែពួកគេទាំងពីរពិសិដ្ឋលួចបើកភួយបន្តិចតាមចន្លោះតូចមួយពលឺព្រះច័ន្ទខ្សោយចេះតាមមកអួចបានបង្ហាញឲ្យឃើញស្រមោលខ្មៅស្រពេចស្រពើរបស់ស្ត្រីម្នាក់សក់វែងអន្លាយធ្លាក់ចុះមកក្រោមបាំងមុខចិត្តខ្លួនប្រាណរបស់នាងជោកដោយឈាមនិងទឹករហូតស្រក់តក់នៅលើឥដ្ឋតែម្ដងស្រាប់តែវណ្ណាដែលកំពុងតែគេងលក់បានក្រោកអង្គុយឡើងទាំងបើកភ្នែកធំប៉ុន្តែភ្នែករបស់គេនៅពេលដែលបានបើកឡើងហើយស្រាប់តែមើលអ្វីមិនឃើញតទេសោះវណ្ណានិយាយចេញមកដោយសំឡេងស្អកខុសពីធម្មតាពិសិដ្ឋឯងមើលឃើញនាងទេណនាងកំពុងតែមើលមកឯងពិសិដ្ឋលែងហើបមាត់រួចភាពភ័យខ្លាចបានធ្វើឲ្យខ្លួនប្រាណរបស់ពួកគេហាក់បីដូចជាកកហាក់បីដូចជាមានអ្វីសង្កត់នៅលើពីលើធ្វើឲ្យពួកគេមិនអាចកម្រើកបាននោះទេភ្លាមនោះស្រមោលស្ត្រីម្នាក់វែងនោះបានងាកក្បាលមករកពិសិដ្ឋយឺតក្បាលរបស់នាងបង្វិលជុំខ្លួនប្រាណ180ដឺក្រេមុខរបស់នាងខូចទ្រង់ទ្រាយសាច់រលួយរហែកមើលមកពិសិដ្ឋទាំងញញឹមមាត់ដល់ស្លឹកត្រចៀកនៅវេលាម៉ោង 5 ទីភ្លឺការពិតដ៏រន្ធត់មួយពិសិដ្ឋភ្ញាក់ឡើងភ្លឺហើយពិសិដ្ឋភ្ញាក់ឡើងភ្លឺហើយសំឡេងវណ្ណាដាស់ធ្វើឲ្យពិសិដ្ឋភ្ញាក់ព្រឺតទាំងដកដង្ហើមហត់ដង្ហក់ញើសជួសក្បាលព្រះអាទិត្យចាប់ដើមរះស្រាលចូលមកតាមបង្អួចពិសិដ្ឋសម្លឹងមើលវណ្ណាដែលមានភ្នែកធម្មតារួចសម្លឹងមើលជុំវិញបន្ទប់អ្វីគ្រប់យ៉ាងហាក់ដូចជាធម្មតាគ្មានឈាមគ្មានស្រមោលខ្មៅយុមិញឯងបាននិយាយអ្វីចម្លែកទេពិសិដ្ឋសួរទាំងភ័យញ័រមាត់អត់ទេគ្នាបាននិយាយទេខ្ញុំកាលពីយុមិញខ្ញុំគេងលក់ដូចខ្មោចងាប់តាំងពីក្បាលដំណេកលឿនឡើងតោះទៅចាំឲ្យបានចាក់ចេញពីទីនេះវណ្ណានិយាយរួចហើយពួកគេទាំងពីរក៏ប្រញាប់រត់ចុះមកក្រោមដើម្បីប្រគល់សោប៉ុន្តែនៅតុបដិសោធារកិច្ចមិនមែនជាលោកយាយចាស់យុគមិញទេគឺជានារីក្មេងម្នាក់ដែលជាអ្នកយាបពិសិដ្ឋដាក់សោលើតុរួចនិយាយទាំងរអ៊ូសូមទោសក្មួយផ្ទះសំណាក់ពិសិដ្ឋដាក់សោលើតុរួចនិយាយទាំងរអ៊ូថាសូមទោសក្មួយផ្ទះសំណាក់នេះដូចជាមានភាពរញ៉េរញ៉ៃបន្តិចហើយលោកយាយយុគមិញក៏និយាយបំភ័យភ្ញៀវទៀតនារីក្មេងនោះធ្វើមុខឆ្ងល់រួចសួរលោកពូផ្ទះសំណាក់នេះមានតែខ្ញុំនិងបងប្រុសខ្ញុំ2នាក់ទេជាអ្នកមើលការខុសត្រូវគ្មានលោកយាយឯណានោះទេចុះលោកពូស្នាក់នៅបន្ទប់លេខប៉ុន្មានពិសិដ្ឋនិយាយឆ្លើយថាកាលពីយុគមិញលោកពូបានស្នាក់នៅក្នុងបន្ទប់លេខ303នារីនោះមុខឡើងស្លេកខ្លាំងដកថយក្រោយមួយជំហានរួចនិយាយទាំងសំឡេងញ័រថាលោកពូបន្ទប់303ត្រូវបានបិទ5ឆ្នាំហើយចាប់តាំងពីមានរឿងឃាតកម្មបុរសម្នាក់បានសម្លាប់ប្រពន្ធនិងម្ដាយក្មេកសក់ស្កូវនៅក្នុងបន្ទប់នោះហើយសោះបន្ទប់នោះពួកខ្ញុំបានបោះចោលក្នុងដណ្ដងទឹកបាត់ទៅហើយតើលោកពូបានសោនោះមកពីណាពិសិដ្ឋនិងវណ្ណាងាកមកមើលសោនៅលើតុ
ពិសិដ្ឋនឹងវណ្ណាងាកមកមើលសោនៅលើតុសោដែកដែលពួកគេគិតថាថ្មីយុមិញពេលនេះបានប្រែជាសោដែកជ្រះចាប់រិចរើទៅវិញហើយមានកំតិចសក់ស្កូវពី3សរសៃជាប់នឹងកងសោនោះព្រមទាំងមានស្នាមឈាមក្រៀមដិតជាប់នៅលើនោះផងដែរពួកគេទាំងពីរមិននិយាយអ្វីមួយម៉ាត់ក្រឡេកមើលទៅជញ្ជាំងនៅខាងលើស្រាប់តែឃើញស្រមោលលោកយាយចងសក់និងស្ត្រីសក់វែងឈរនៅលើជញ្ជាំងមុខក្បាលលាពួកគេទាំងញញឹមពួកគេទាំងពីរស្ទុះរត់ចេញទៅឡានហើយបើកចេញដំណើរលេងងាកក្រោយហើយសាច់រឿងរបស់យើងក៏បានឈានទៅដល់ការបញ្ចប់ដូច្នេះសូមបងប្អូនជួយចុច like ចុច comment និងជួយចុច subscribe អ្នកផងបាទ admin សូមអរគុណ